ថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការយកអវត្តមានសិស្សនៅក្នុងកម្មវិធីថ្នាល PLP ចំនួនថ្មីអញ្ចឹងខ្ញុំចាប់ផ្ដើមចូលទៅបង្ហាញគឺលោកគ្រូអ្នកគ្រូចូលទៅក្នុងកម្មវិធីថ្នាល PLP មកបាទសារវា slow internet បាទដល់ពេលហ្នឹងវាចេញផ្ទាំងបែបនេះអញ្ចឹងសូមលោកគ្រូអ្នកគ្រូចុចកន្លែងត្រេ3នៅខាងស្ដាំខាងលើបាទរួចហើយចូលពាក្យថាសហថ្នាលចូលពាក្យថាថ្នាលបឋម PLP ចំនួនថ្មីនៅពេលដែលលោកគ្រូចុចបែបហ្នឹងវាចូលទៅនៅក្នុងប្រព័ន្ធ PLP ចំនួនថ្មីហើយបាទលោកគ្រូចុចទៅខាងលើកន្លែងត្រេ3ម្ដងទៀតបាទចុចកន្លែងឈ្មោះរបស់យើងនឹងមកយើងឃើញមានពាក្យអវត្តមានសិស្សលោកគ្រូចុចនៅលើហ្នឹងមកបាទរួចវាចេញអវត្តមានមកឲ្យហើយអញ្ចឹងសារថានេះជាថ្ងៃទី10អញ្ចឹងបើលោកគ្រូឧទាហរណ៍ថានៅក្នុងថ្ងៃលោកគ្រូខ្ញុំឧទាហរណ៍ថានៅក្នុងថ្ងៃទី2អញ្ចឹងខ្ញុំចុចជ្រើសរើសកន្លែងនេះកន្លែងរូបដូចសភៅនឹងមកវាចេញផ្ទាំងថ្ងៃខែឲ្យមកយើងដាក់ថ្ងៃទី2អូខេអញ្ចឹងសូមបញ្ជាក់ទៅដល់លោកគ្រូអ្នកគ្រូថាបើលោកគ្រូចង់កែអវត្តមានសិស្សនៅក្នុងប្រព័ន្ធរបស់លោកគ្រូអាចកែបានបាទកែស្រួលយើងអត់បាច់លំបាកទេយើងអត់មានលំបាកទេយើងចង់កែថ្ងៃណាក៏បានដែរបាទចង់កែថាសិស្សខៀវសុផាធីវីនេះគាត់អត់បានអវត្តមានទេអញ្ចឹងយើងចង់ដាក់ជាគាត់អវត្តមានវិញក៏បានដែរអត់បញ្ហាទេអញ្ចឹងប្រព័ន្ធហ្នឹងងាយស្រួលបាទអត់លំបាកទេយើងកែពេលណាក៏បានយើងចង់ដូរឈ្មោះសិស្សអវត្តមានពេលណាក៏បានដែរបាទគឺស្រួលមែនតើអត់បាច់រញ៉េរញ៉ៃថាដាក់អវត្តមានហើយដល់ពេលយើងរក្សាទុកទៅយើងមិនអាចកែបានបាទតែនេះយើងអាចកែបានស្រួលអញ្ចឹងខ្ញុំមកបង្ហាញទៅដល់លោកគ្រូអ្នកគ្រូនៅចំណុចខាងលើកន្លែងសញ្ញារូបមនុស្សហ្នឹងដែលមានពណ៌បៃតងពណ៌ក្រហមពណ៌លឿងនិងពណ៌ទឹកប៊ិចបាទអញ្ចឹងកន្លែងសញ្ញារូបមនុស្សពណ៌បៃតងហ្នឹងគឺបញ្ជាក់ថាវត្តមានសិស្សដែលបានមករៀនហើយរូបពណ៌ក្រហមនេះបញ្ជាក់ថាសិស្សអវត្តមានហើយពណ៌លឿងនេះបញ្ជាក់ថាសិស្សមករៀនដែរតែវាយឺតរីឯពណ៌ទឹកប៊ិចហ្នឹងបញ្ជាក់ថាសិស្សសុំច្បាប់បាទអញ្ចឹងយើងចុចកន្លែងណាដែលបញ្ជាក់ថាសិស្សហ្នឹងអវត្តមានហើយយើងចុចកន្លែងណាដែលបញ្ជាក់ថាសិស្សនឹងយឺតបាទអញ្ចឹងលោកគ្រូសូមមើលកន្លែងឈ្មោះបាទខាងលើឈ្មោះសិស្សខ្ញុំខាងលើមួយបាទខ្ញុំចុចកន្លែងរូបដែលគ្រីសនេះបាទដែលចេញពណ៌លឿងនេះមានន័យថាសិស្សហ្នឹងមកយឺតមូលហេតុអីបានជាសិស្សហ្នឹងមកយឺតបាទអញ្ចឹងយើងដាក់មូលហេតុទៅមូលហេតុឧទាហរណ៍ថាបែកកង់បាទសិស្សមកយឺតនេះមូលហេតុគឺបែកកង់បាទឲ្យយើងណូតទុកបែបហ្នឹងនៅពេលដែលយើងចង់ស្រាវជ្រាវថាសិស្សនៅថ្ងៃ2ហ្នឹងមកយឺតដោយសារមូលហេតុអីយើងចុចទៅលើថ្ងៃ2ហ្នឹងទៅវានៅណូតឲ្យយើងទុករហូតវាអត់បានទេហើយប៉ុន្តែនៅក្នុងបញ្ជីហៅឈ្មោះសិស្សហ្នឹងគឺវាអត់មានឡូតឲ្យយើងទេបាទអាពណ៌លឿងហ្នឹងគឺវាអត់បង្ហាញនៅក្នុងกระดาษអវត្តមានទេបាទវាបង្ហាញតែសិស្សច្បាប់ហើយនឹងអវត្តមានបាទតែប៉ុណ្្នឹងឯងអញ្ចឹងបើសិស្សហ្នឹងគាត់អត់បានមកយឺទេគាត់សុំច្បាប់បាទសុំច្បាប់លោកគ្រូចុចកន្លែងពណ៌ទឹកប៊ិចហ្នឹងមកចាំមូលហេតុហ្នឹងសុំច្បាប់ហ្នឹងគឺសិស្សហ្នឹងមិនបាទឈឺអញ្ចឹងយើងដាក់ឈឺមកបាទប៉ុន្តែបើសិស្សហ្នឹងគាត់អត់បានឈឺទេគាត់អវត្តមានអញ្ចឹងអវត្តមានលោកគ្រូចុចកន្លែងសញ្ញាខ្វែងបាទសញ្ញាខ្វែងហ្នឹងកន្លែងមូលហេតុយើងមិនបញ្ជាក់ទេបាទមកយើងអត់ដឹងថាសិស្សហ្នឹងបាទទៅពេលអវត្តមានគឺអត់មានមូលហេតុអីទេបាទអញ្ចឹងការបង្ហាញចំណុចទាំង4ដែលខ្ញុំបង្ហាញហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយ
យើងនេះឧទាហរណ៍ថាឥឡូវសិស្សខ្ញុំទឹកតាំងជានេះអវត្តមានអញ្ចឹងខ្ញុំចុចឲ្យកន្លែងខ្វែងចុងក្រោយហ្នឹងមកបាទហើយខ្ញុំយកពាក្យថារក្សាទុកបាទអញ្ចឹងយើងជោគជ័យហើយអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូនៃការយកអវត្តមានប្រចាំថ្ងៃសម្រាប់កម្មវិធីថ្នាល PLP បាទសូមអរគុណ